នេះបងប្អូនស្លោយើងអញ្ចឹងយើងមកភ្លក់ទាំងអស់គ្នាបងប្អូនណាស់បងប្អូនបងប្អូនបើសិនជាបងប្អូនអត់ចូលចិត្តកាពិទេបងប្អូនអាចបងជាប្រហុកខ្មែរយើងធម្មតាក៏បានដែរអត់អីចាតែខ្មែរដូចគ្នាតើបងប្អូនយើងមកធ្វើសម្លប្រហើរកូនកាត់ទាំងអស់គ្នានេះគ្រឿងផ្សំដែលយើងត្រូវមានចាហើយនេះបន្លែហើយនេះបន្លែខៀវតោះយើងទៅធ្វើរបៀបធ្វើទាំងអស់គ្នាចូលពេលយើងបត់ខ្ទឹមហើយបងប្អូនយើងដាក់ខ្ទឹមក្រហមបុកខ្ទឹមសឲ្យម៉ត់ហើយដាក់ខ្ទឹមក្រហមហើយដាក់ខ្ជាយហើយនឹងល្មៀតបុកវាម៉ត់ហើយអញ្ចឹងយើងដាក់គ្រឿងក្រៅរបស់យើងថែមទៀតយើងដាក់បកាក្រៀមនិងគេបងប្អូនកាពិយើងហ្នឹងបងប្អូនចាអញ្ចឹងយើងដាក់វាចូលទៅហើយយើងបុកវាចូលគ្នាស្លនេះខ្ញុំអត់បងប្រហុកទេតែយើងនឹងដាក់ទីកាពិយើងជំនួសវិញបងប្អូនអញ្ចឹងយើងបត់បុកវាចូលគ្នាឲ្យសព្វណាចូលជាតិបែកមួយបកាអីអស់ណាវាម៉ត់ចូលគ្នាហើយអញ្ចឹងយើងដួសវាដាក់ចានមកដងសិននេះបងប្អូនពេលយើងបុកគ្រឿងយើងចូលគ្នាម៉ត់អញ្ចឹងហើយតែមិនម៉ត់ខ្លាំងពេកទេបងប្អូនចាអាហ្នឹងគេបុកអត់ឲ្យម៉ត់ខ្លាំងទេអញ្ចឹងបន្ទាប់មកនេះជាវាអត់ប្រើត្រីប៉ុន្តែយើងប្រើជាបកាជំនួសវិញណាបងប្អូនចាហើយបន្លែអញ្ចឹងថែមតាពាំងមួយទៀតដោយសារនេះខ្ញុំនឹកឃើញថាដូចយើងខ្វះអីមួយអញ្ចឹងនេះខ្ញុំក៏ថែមតាពាំងទៀតទៅចាអញ្ចឹងបងប្អូនចូលចិត្តបន្លែអីបងប្អូនដាក់នឹងចោះចាបងប្អូនឆ្លៀតពេលដែលយើងពុះតិចតិចហើយយើងចាប់ផ្ដើមយើងបង់បន្លែដែលរឹងមុនណាបងប្អូនឆ្លៀតពេលដែលយើងបុកគ្រឿងអញ្ចឹងយើងមកបង់បន្លែរឹងមុនដើម្បីឲ្យវាឆាប់ឲ្យលួយមុនហ្នឹងយើងដាក់គ្រឿងក្រៅអញ្ចឹងយើងដាក់ហើយយើងទុកវានឹងឲ្យវាពុះសិនអញ្ចឹងយើងក៏លេចមកមើលទឹកស្លរបស់យើងដែលបង់ហើយបងប្អូនអញ្ចឹងយើងមើលទៅវាយើងហុយរួយនៅចានៅបន្តិចទៀតបងប្អូនអញ្ចឹងយើងបង់ស្លឹកគ្រៃឲ្យហើយដើម្បីវាធំក្លិនស្លឹកគ្រៃចាអញ្ចឹងយើងទុកវាមកពុះទៀតណាបងប្អូនតើបងប្អូនឥឡូវបន្លែយើងចាប់ផ្ដើមមកលួយតិចហើយបន្លែវិញយើងអញ្ចឹងយើងចាប់ផ្ដើមបង់គ្រឿងចូលបងប្អូនចាយើងដាក់ចូលទៅមកយើងដាក់ស្នៀតពោតហើយនឹងដាក់តាពាំងចាបន្ទាប់មកយើងទុកវាឲ្យវាមកពុះសិនតើបងប្អូនឥឡូវបន្លែយើងដែលដាក់មិញហ្នឹងគឺវាពុះមកពុះហើយអញ្ចឹងយើងថែមបន្លែដែលទុននេះតាមក្រោយទៀតដូចជាននោងហើយនឹងផ្សិតបងប្អូនចឹងននោងហើយផ្សិតអញ្ចឹងយើងដាក់វាឲ្យវាពុះឆ្អិនមួយសាទៀតច
ចាគេបងប្អូនឥឡូវបន្លែយើងពុះម្សាទៀតហើយអញ្ចឹងឥឡូវនេះគឺយើងថែមបន្លែពណ៌ខៀវយើងដាក់បន្លែខៀវចូលបងប្អូនខ្ទិយើងដាក់ស្អំមកហើយបងប្អូនសម្រាប់បន្លែខៀវនឹងយើងដាក់តាមមកពុះទៅជាមួយនឹងបកាយើងណាបងប្អូនដាក់តាមមកពុះបានហើយដោយសារតាកុំឲ្យបកានឹងឆ្អិនពេកបងប្អូនចាបន្ទាប់មកយើងដាក់គ្រឿងមកហើយម្សៅរ៉ូឌីមួយស្ព្រាស្ករសមួយស្ព្រាបងប្អូនខ្លះគាត់អត់ចូលចិត្តញ៉ាំស្ករក៏បាច់ដាក់ក៏បានដែរបងប្អូនតែសម្រាប់នាងខ្ញុំលួចស្ករបន្តិចដែរដើម្បីឲ្យវាមានឲ្យជារសបន្ទាប់មកយើងដាក់ប៊ីចេងបងប្អូនចាហើយយើងឈុំវាទៅឲ្យវាមកពុះបងប្អូនដាក់តាមមកពុះបានហើយកុំឲ្យបន្លែអាលួយបន្លែខៀវយើងហើយនឹងបកាឲ្យវានៅមើលទៅរៀងស្រស់មានសោភ័ណភាពចាអញ្ចឹងយើងទុកវាមកពុះសិនហើយបងប្អូនឥឡូវពុះហើយអញ្ចឹងយើងមកភ្លក់មើលទាំងអស់គ្នាតើរសជាតិល្មមនៅតំណងនេះបងប្អូនវ៉ាវចានេះខ្ញុំសូមភ្លក់តិចសិនណាបងប្អូនដោយសារនេះយើងស្លញ៉ាំខ្លួនឯងទេល្មមហើយបងប្អូនអញ្ចឹងបងប្អូនភ្លក់ទៅថែមថយគ្រឿងខ្លួនឯងណាបងប្អូនតែសម្រាប់នេះខ្ញុំដាក់ចំនួនមិញហ្នឹងគឺល្មមសម្រាប់រសជាតិអ្នកផ្ទះនេះខ្ញុំចូលចិត្តបងប្អូនឥឡូវនេះខ្ញុំសូមដួសភ្លក់មួយចានសិនចាជាត្រឡប់នេះខ្ញុំឲ្យតែស្លឆ្អិនគឺនេះខ្ញុំដួសមួយចានយកមកភ្លក់សិននេះខ្ញុំចូលចិត្តស្លនៅក្តៅណាបងប្អូនចាមុខបន្តិចមកល្ពៅម្ដុំហើយនឹងត្រាវម្ដុំហើយនឹងត្រពាំងស្លៀកពោតអូខេបងប្អូនតែនេះបងប្អូនស្លយើងអញ្ចឹងយើងមកភ្លក់ទាំងអស់គ្នាបងប្អូនញ៉ាំបងប្អូនអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយទៀត